អរគុណព្រឹទ្ធាចារ្យដែលផ្ដល់កម្លាំងធាតុឲ្យខ្ញុំម្ដងទៀតឈងពួកយើងទៅឃើញពួកគ្មានគេក្បាលទាំងអស់នេះយើងចង់តកួតទេទៅយាពូឈិនឥឡូវនេះគឺជាសិស្សរបស់យើងចំនួនជាមួយនឹងឯងថ្ងៃក្រោយបានជួបគេឯងត្រូវហៅគេថាសិស្សច្បងយល់ដែរទេសូមត្រេកអរលោកគ្រូដែលមានសិស្សច្បងថ្មីសូមត្រេកអរលោកគ្រូដែលមានសិស្សច្បងថ្មីឯងគឺជាការផ្លាស់ប្ដូរចុងក្រោយរបស់ខ្ញុំមែនទេចាលោកគ្រូជីងជើថ្ងៃ6ក្នុងខែនេះជាការប្រយុទ្ធចុងក្រោយរបស់ខ្ញុំជាមួយនឹងយិនវ៉ាស៊ីងមិនអន់ប្រមាណទេខ្ញុំស្ម័គ្រចិត្តតែជំនួសលោកគ្រូឯងសុកចិត្តស្លាប់ជំនួសគ្រូមែនទេស្លាប់ដើម្បីលោកគ្រូជាកិត្តិយសនិងសមោនណាស់ប៉ុន្តែយើងបដូរចិត្តហើយយើងចង់ទៅម្នាក់ឯងកុំខ្លាចអីនេះមិនមែនជាកំហុសរបស់ឯងទេយើងដឹងរហូតមកថាត្រូវប្រឈមមុខជាមួយនឹងខ្លួនព្រោះបើនៅតែបែបនេះរហូតវាគ្មានន័យអ្វីទេសមត្ថភាពហើយនឹងជំនាញនេះត្រូវតែខ្លួនឯងជាអ្នកដើរតួមុនតាំងពីដើមមកយើងខ្លួនឯងមិនដែលចូលដល់កម្រិតទី9ទេយើងមានអ្នកចំនួន12នាក់មនុស្សទាំង11នាក់ដូចជាយើងនេះសុទ្ធតែជាមនុស្សប្រុសតែពួកគេចូលបានត្រឹមតែកម្រិតទី4និងទី5តែប៉ុណ្ណោះពេលនេះយើងបានគិតយល់ពីអ្វីទាំងនេះជួនកាលរាងកាយនិងធាតុបរិសុទ្ធរបស់មនុស្សស្រីទើបជាចម្លើយដ៏ល្អបំផុតឯងគឺជាមនុស្សស្រីតែម្នាក់គត់ដែលយើងចង់សុំឲ្យមកជំនួសបានទេឯងមកនេះមកមើលទៅនេះគឺជាក្តីសម័យរបស់យើងពិភពដ៏ធំទូលាយរបស់ជាងហ៊ូនាងមិនចង់ទៅព្រៃខ្មៅទេមិនចង់ទៅឃើញពិភពខាងក្រៅទេឯងគ្មានឈ្មោះហើយក៏គ្មានអតីតកាលរឹតតែគ្មានអនាគតទៅទៀតតែយើងនឹងផ្ដល់ឱកាសឲ្យនាងម្ដងទៀតបើថ្ងៃនេះយើងស្លាប់នៅក្នុងទីលានប្រយុទ្ធឯងត្រូវតែរស់តទៅទៀតហើយធ្វើជាអ្នកចម្បាំងខាងកើតជនដែលគ្មានថ្ងៃចុកចាញ់ខ្ញុំជាអ្នកណាឯងខ្ញុំជាអ្នកចម្បាំងខាងកើតគ្មានថ្ងៃចុះចាញ់
ព្រឹទ្ធាចារ្យ ពេលខ្លះជាភាពស្ងៀមស្ងាត់ដែលជ្រាបវៃបំផុតការហាត់គុណក៏ដូចជាការលេងអុកដែរឯងអាចប្រើដាវរបស់ឯងវាស់គ្រាប់សខ្មៅនេះបានទេស្នៀតដាវធ្វើឃើញធាតុពិតក្រវីដាវបញ្ញាក់ស្មារតីស្នៀតដាវគ្មានទុកសោកការកិច្ចដាវលាក់ចំណុចខ្សោយដាវកម្រើករលកដោយសេរីដាវជ្រុះការពារភ្នំទន្លេស្នៀតដាវចាំងដូចពន្លឺផ្កាយដាវយកឈ្នះអំណាចខ្លាំងក្លាក្រនបើនៅមានស្នៀតដាវចុងក្រោយហើយច្បាស់ជាមានការចាប់អារម្មណ៍ដាវបាត់បង្ហាញភាពឯកោកុំគិតច្រើនពេកទៅផឹកស្រា ខ្ញុំឆោតខ្លាំងណាស់ដើម្បីស្វែងយល់ពីសកម្មភាពទី9សូមអភ័យទោសលោកគ្រូដែលធ្វើឲ្យអស់សង្ឃឹម ហើយយើងរៀនក្បាច់ទាំង8បានសម្រេចហើយពីដាវ9នៃទូគូពិតជាល្អខ្លាំងណាស់យើងទទួលស្គាល់ថាឯងគឺជាមនុស្សដែលមានទេពកោសល្យល្អលើសចំណេះដឹងដែលយើងធ្លាប់រៀនពីអតីតកាលនោះព្រោះតែលោកគ្រូបង្រៀនល្អតើឲ្យមានដូចទេស្ទីទី9ហេតុអីហៅថាភាពឯកោមិនដឹងទេលោកគ្រូភាពឯកោមិនដូចការដូចម្នាក់ឯងទេចុះហេតុអីត្រូវឯកោនៅក្នុងឆាកជីវិតមនុស្សមានជំរឿនផ្សេងគ្នាដែលអ្នកដទៃមិនយល់គ្រប់គ្នាសិតតែមានភាពឯកោរបស់ខ្លួនមែនទេវិធីដូចគ្នាដូចជាវិជាដាវខ្លួនអញ្ចឹងទៅអនាគតឯងនឹងមានក្បាច់ទី9របស់ខ្លួនមកផឹកទៅមកលោកគ្រូនេះលោកគ្រូល្អសាច់មួយដុំធំស្រាក៏ច្រើននៅជាងហ៊ូដោយសេរីចំណែកដាស់កាលពីមុននៅលើភ្នំយើងមិនដែលឃើញសត្វក្អែកមានពឹសបែបនេះទេជាគេអ្នកមនាងខ្ញុំបានផ្ដល់ញៀនទៅឲ្យរាជបុត្រលីងហ៊ូឆុងហើយគេនៅប្រញាប់បរត់ពួកយើងអ្នកមនាងមិនក៏ស្ពានបាញ់អញ្ចឹងច្បាក់ដាច់នេះដូចជាដាច់មិញនេះមើលតែគេមិនចង់ជួបពួកយើងទេលីងហ៊ូឆុងខ្ញុំយកស្រាកៅលៀងដែលបងចូលចិត្តជាងគេបើបងនៅតែមិនចេញមកទៀតខ្ញុំបោះស្រានេះចោលហើយខ្ញុំចាក់ចោលហើយខ្ញុំចាក់ចោលមែនតើហើយខ្លានហ្វាំងហងអាចចាក់ចោលមែនតើហើយអ្នកមនាងអ្នកប្រមាក់នោះមិនចង់ជួបពួកយើងពិតមែនគិតយ៉ាងម៉េចមនុស្សពីរអ្នកមានអារម្មណ៍ដូចគ្នាគ្រប់យ៉ាងកើតឡើងដោយធម្មជាតិខ្ញុំចាំគេនៅទីនេះ
ទូកងលីងសានជាកិច្ចការល្អជាងគេតែมันអាចធៀបបទភ្លេងសាច់មានមោទនភាពនៅជាងហ៊ូបានទេ តាមពិតអ្នកស្មោះត្រង់ដូចជាព្រះរាជបុត្រលីងហ៊ូតើផ្សំនឹងនិមិត្តសញ្ញាភ្លេងនេះពួកយើងនឹងជួបគ្នាទៀតទេ បានស្គាល់នៅនាងយិនលេងភ្លេងពួកយើងជាមិត្តនឹងគ្នាថ្ងៃក្រោយនៅនាងមករកខ្ញុំនឹងបានជួបដោយបទភ្លេង ឯងដឹងថាហេតុអីបានជាយើងត្រូវឃុំខ្លួនឯងដែលលើជ្រោះនៃការត្រាស់ដឹងនេះទេ ព្រោះតែដៅទី9របស់លោកគ្រូ ឯងចង់ដូចយើងត្រូវឃុំខ្លួននៅលើជ្រោះបែបនេះរហូតតើបែបទេ មែនហើយខ្ញុំរីករាយនឹងបម្រើលោកគ្រូ យើងមិនចង់ស្ដាប់សម្ដីអត់ប្រយោជន៍នេះទេពេលពិនកំពុងលេងចិត្តឯងបានឆ្លងស្ពានរួចទៅហើយយើងមិនអាចបញ្ឈប់ឯងបានទេការយើងនៅវ័យប្រហែលឯងក៏ដូចជាឯងចឹងដែរតើបំផ្លាញស្ពាននោះមានប្រយោជន៍អីទៅចុះពេលដែលឯងយល់ពីស្នេហ៍ដៅទី9ហើយទើបឯងដឹងពីអ្វីដែលឯងចង់បានគឺជាស្អី ព្រះរាជបុត្រលីងហ៊ូណែ នៅនាងយិននេះជាកន្លែងហាមឃាត់របស់ហ៊ូសាននៅនេះមិនគួរបន្ថយគ្រោះថ្នាក់មកទេ បើមានវិធីផ្សេងខ្ញុំក៏មិនចាំមកទីនេះឲ្យបងលំបាកដែរ មានរឿងអីកើតឡើង អ្នកម្នាងមានអារម្មណ៍ខុសព្រោះបងត្រូវបដិញ្ញចេញពីនិកាយព្រោះតែតម្រាភ្លេងនោះរឿងនេះគាត់មិននិយាយច្រើនខ្ញុំត្រូវនិយាយជួគាត់អ្នកគុណដើមមិនចោះចាញ់បានត្រួតត្រែលទ្ធិសុរិយាចន្ទ្រាគាត់និយាយឲ្យគ្រប់គ្នានៅអ៊ូលីងឲ្យគេទៅមកជ្រុលខ្មៅដើម្បីទទួលស្គាល់ក្នុងឋានៈគេជាមានដឹកនាំសម្ព័ន្ធអ៊ូលី ស្វាគមន៍អ្នកគ្រូ នាងមិនសម្រាប់យើងដោយសារគ្រាន់តែចង់ធ្វើទៅនឹងកម្មយើងបែរទេ តាំងពីខ្ញុំកើតមកខ្ញុំទៅស្លាប់ជួសអ្នកដតីមករហូតសេចក្តីស្លាប់សម្រាប់ខ្ញុំថាទៅជាការធូរស្រាលរឹតតែជាចុងបញ្ចប់ដែលល្អបំផុត ល្អថ្ងៃនេះយើងនឹងធ្វើឲ្យនាងមានការស្ដាយក្រោយ ខ្ញុំនឹងមកជំនួសតំណែងប្រធានលទ្ធិស័ក្តិសិទ្ធិឯងបង្ហាញពីការគោរពឯងក៏ត្រូវទទួលស្គាល់ជីវិតខ្ញុំដែរ នាងគិតថានាងស្លៀកពាក់បែបនេះខ្លាចជាអ្នកចម្បាំងមិនចេះចាញ់ពិតប្រាកដហើយមែនទេនាងគ្រាន់តែជាស្រីថោកទាបដែលមកជំនួសមនុស្សប្រុសតែប៉ុណ្ណោះទេ ប្រហើនឯងគ្មានសុជីវធម៌ជាមួយអ្នកគ្រូតែអ្នកខ្លួនចិត្តស្លាប់ ឯងរស់បន្តទៀតចុះឲ្យឃើញតបភ្នែកថាខ្ញុំជាមនុស្សយ៉ាងម៉េច ខ្ញុំនឹងបោះសម្អាតសម្ព័ន្ធភាពនៃការដៃព្រមប្រាំងឡើងជាអ្នកដឹកនាំជាន់ខ្ពស់រាជវង្សអ៊ូលីខាងកាត់មិនចោះចាញ់ក៏ល្អយិនវ៉ាស៊ីងក៏មិនថាដែរអ្វីដែលពួកអញចង់ធ្វើដែលអាចធ្វើបានធ្វើមិនបានថ្ងៃក្រោយទាំងអស់ទុកឲ្យខ្ញុំធ្វើ ទង្វើដាក់ខាងកាត់មិនចោះចាញ់បងហៅឈាមលើទីខ្ពងរៀបអ៊ូលីងកដាលទៅខ្ញុំឡើងភ្នំរកបងចង់រួមដៃជាមួយបងជួយពុកខ្ញុំយកឈ្នះដាក់ខាងកាត់មិនចោះចាញ់ទប់ស្កាត់ភាពវិបត្តិ ខ្ញុំសម្រេចចិត្តហើយមិនចង់រញ៉េរញ៉ៃរឿងអូលីងទៀត ព្រះ ទេ រាជបុត្រលីងអ៊ូមិនដឹងអីទេហ៎ប៉ុន្មានថ្ងៃមុនចង់សម្ព័ន្ធនិកាយដាវភ្នំទាំង5រួមបញ្ចូលគ្នានឹងមាត់ជ្រូកព្រៃខ្មៅដើម្បីវាយលុកលទ្ធិសុរិយាចន្ទ្រាពួកគេបរាជ័យទាំងស្រុងនិងអ្នកចម្បាំងមិនចាញ់ក្នុងសង្គ្រាម ឥឡូវពួកគេយ៉ាងម៉េចហើយ ចង់ដឹងថាគេស្លាប់រស់នោះតែមើលជ្រូកព្រៃខ្មៅខ្លួនឯងទៅដឹងហើយមែនទេ ខ្ញុំលីងហ៊ូឆុងត្រូវគេបង្ខំឲ្យឡើងភ្នំចុះពីលើភ្នំក៏ត្រូវបង្ខំដែរខ្ញុំគ្រាន់តែចង់រស់នៅតាមដែលខ្ញុំត្រូវការវាពិបាកណាស់មែនទេ លីងអូ